ខ្ញុំឈ្មោះលោកគ្រូយ៉ានបរិនប៉ុន្តែជាភ័ព្វសំណាងរាជបណ្ឌិតសភាបានផ្ដល់ក្រុមងារជាអាយដាមកតេឧទេសបណ្ឌិតយ៉ានបរិនហើយខ្ញុំធ្វើការនៅក្រសួងវប្បធម៌តាំងពីឆ្នាំ79មកដល់ឆ្នាំ2008ខ្ញុំបានចូលនិវត្តន៍ឥឡូវនៅជាទីប្រឹក្សាហើយបានបើកជាសមាគមដើម្បីបណ្ដុះបណ្ដាលសិល្បករសិល្បករនេះផ្នែកបុរាណមានការតែងនិពន្ធការស្មូតការច្រៀងចម្រៀងប្រពៃណីមហោរីឬយីកេជាដើមអញ្ចឹងមួយជីវិតនេះគឺរស់នៅក្នុងវប្បធម៌រហូតមកដល់ពេលនេះហើយថ្ងៃនេះមានភ័ព្វវាសនាពុនពេញណាស់ដែលបានអង្គញាខេមរៈស្រីមុនលោកធ្វើចម្រៀងបទមនសិការជាតិខ្មែរហើយបានឲ្យខ្ញុំចូលរួមជាសិល្បករចាស់ទុំម្នាក់គឺខ្ញុំតួផ្លុំស្នែងបាទអរគុណ